យោងតាមច្បាប់របស់កម្ពុជាការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាគ្នានេះគឺត្រូវបានអនុញ្ញាតទាំងនៅក្នុងប្រព័ន្ធតុលាការទាំងនៅក្រៅប្រព័ន្ធតុលាការជាការពិតការសម្រេចបានជោគជ័យក្នុងការដោះស្រាយវិវាទដោយសារការសម្រុះសម្រួលផ្សះផ្សាគ្នានេះគឺពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គមជាតិនិងភាគីវិវាទព្រោះភាគីវិវាទនឹងអាចទទួលបាននៅដំណោះស្រាយមួយក្នុងការបញ្ចប់វិវាទរបស់ខ្លួនបានឆាប់រហ័សហើយជាដំណោះស្រាយដែលភាគីវិវាទអាចទទួលយកបានទាំងអស់គ្នាបែបតាមក្រមនីតិវិធីរដ្ឋវិន័យរបស់កម្ពុជាចៅក្រមក៏អាចធ្វើការសម្រុះសម្រួលនិងផ្សះផ្សារវាងគូភាគីដើម្បីបញ្ចប់វិវាទនៅក្នុងសំណុំរឿងរដ្ឋវិន័យហើយការសម្រុះសម្រួលនេះអាចធ្វើឡើងបាននៅគ្រប់ដំណាក់កាលទាំងអស់នៃនីតិវិធីតុលាការការផ្សះផ្សាដែលធ្វើឡើងដោយតុលាការគឺនឹងមានតម្លៃគតិយុត្តរឹងមាំដោយហេតុថាកំណត់ហេតុស្ដីពីការសះជាដែលជាលទ្ធផលនៃការផ្សះផ្សាបញ្ចប់វិវាទដោយចៅក្រមគឺមានអានុភាពអនុវត្តដោយសារក្រមស្ថាពរផងដែរប៉ុន្តែលើការជាក់ស្ដែងវិធីដោះស្រាយវិវាទដោយការសម្រុះសម្រួលផ្សះផ្សាមិនសូវត្រូវបានប្រើដោយចៅក្រមនោះទេដោយសារការសម្រុះសម្រួលវិវាទត្រូវការពេលវេលាច្រើនខណៈដែលចៅក្រមត្រូវប្រឈមទទួលបន្ទុកដោះស្រាយសំណុំរឿងជាច្រើនដូច្នេះជាទូទៅការសម្រុះសម្រួលផ្សះផ្សាដើម្បីដោះស្រាយវិវាទតែងប្រព្រឹត្តទៅនៅក្រៅប្រព័ន្ធតុលាការ